ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលមកជួបគ្នាម្ដងទៀតហើយស្ដីអំពីវីដេអូនៃការចិញ្ចឹមដួងបាទចិញ្ចឹមដួងថ្នោតយើងហ្នឹងហើយថ្ងៃនេះយើងនឹងរៀនអំពីវិធីសាស្ត្រនៃការយកដួងយកទៅបង្កាត់ពូជយកដួងសាច់យើងហ្នឹងដើម្បីយកវាយកទៅបង្កាត់ពូជដើម្បីបានជាមេថ្មីបាទអញ្ចឹងយើងយកសម្បកដូងទុំយើងហ្នឹងដែលយើងហៅថាស្រកីដូងហ្នឹងយើងកាប់ដូចជាដុំមកដើម្បីឲ្យយើងស្រួលរៀបអញ្ចឹងណាអញ្ចឹងយើងយកត្រាំទឹកចំនួន1យប់ត្រាំទឹកយើងធម្មតាហ្នឹងចំនួន1យប់ទៅដើម្បីឲ្យវាជក់ទឹកនៅក្នុងសាច់សម្បកដូងហ្នឹងបានល្អហើយបន្ទាប់មកហ្នឹងយើងស្រង់វាចាក់ទឹកវាចេញដើម្បីឲ្យវាសោះទឹកយើងមិនមែនដាក់ទាំងទឹកក្លុកអញ្ចឹងទេណាយើងស្រង់វាចេញទុកមួយរយៈទៅដើម្បីវាថាទុកមួយថ្ងៃឬក៏ទុក2-3ម៉ោងអញ្ចឹងក៏បានដែរសំខាន់ឲ្យតែដូងហ្នឹងវាសោះទឹកទៅវិញប៉ុន្តែសម្បកដូងនៅសើមធម្មតាអញ្ចឹងណាទើបយើងយកវាមកដាក់បង្កាត់ពូជបើបងប្អូនមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយទៅឬក៏សញ្ញាជាវណាអញ្ចឹងយើងត្រាំសម្បកដូងហើយយើងមកមើលដួងយើងដែលមានអាយុ45ថ្ងៃដួងនេះគឺមានអាយុ45ថ្ងៃហើយក៏ប៉ុន្តែយើងយកចម្រាញ់តែធំដាក់ចូលមួយកធុនណាយើងអត់ដាក់ច្រើនទេយើងដាក់តែប៉ុណ្ណឹងតិចទេមុននឹងយើងបង្កាត់ពូជមុននឹងយើងយកវាទៅបង្កាត់ពូជយើងដាក់វាប៉ៅរយៈពេល10ថ្ងៃសិនយើងមានជាដំឡូងមានជាផ្លែឈើអីផ្សេងដាក់ឲ្យវាស៊ីអញ្ចឹងណាជាមួយនឹងសម្បកដូងណាអញ្ចឹងយើងចាប់វាយកមកធំទៅយកតែធំទៅតាមពិតពេលដែលយើងបង្កាត់ពូជយើងជ្រើសរើសយកតែធំស្រាច់ហើយដែលយើងយកទៅដាក់ប៉ៅហ្នឹងយើងចាប់វាដាក់នៅក្នុងកន្ធុនមួយទៅកន្ធុនធម្មតាហ្នឹងដាក់ទឹកទៅដើម្បីកុំឲ្យវាខាំគ្នាកាលណាអត់ដាក់ទឹកវាខាំគ្នានាំឲ្យវាមានរបួសយើងអត់ដឹងដាក់ទៅអាចនឹងវាងាប់ទៅវិញអញ្ចឹងយើងដាក់ទឹកអញ្ចឹងដើម្បីឲ្យវាហែលហើយវាអត់ងាប់ទេវាហែលទឹកវាអត់ងាប់ទេវាអាចផឹកទឹកបានច្រើនកាន់តែល្អដែរហើយក៏វាខាំគ្នាអត់កើតដែរអញ្ចឹងណាហើយវិធីសាស្ត្រវាមានផ្សេងគ្នាច្រើនមិនមែនមានតែមួយហ្នឹងទេអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញបញ្យលរៀបរាប់អំពីការយកដួងសាច់យើងហ្នឹងយកទៅដាក់បង្កាត់ពូជដើម្បីបានជាមេថ្មីម្ដងទៀតដែលយើងយកមកដាក់នៅក្នុងកធុនដើម្បីឲ្យវាបង្កើតកូនម្ដងទៀតអញ្ចឹងណាអញ្ចឹងដួងនេះគឺមានអាយុ45ថ្ងៃដួងដែលយើងអាចយកទៅបង្កាត់ពូជបានហ្នឹងគឺចាប់ពីអាយុ45ថ្ងៃរហូតដល់55ថ្ងៃអញ្ចឹងណាទៅវាធំល្អទៅវាដល់អាយុកាលនៃការមូលសម្បុកដើម្បីคล้ายជាមេទៅតាមធម្មជាតិអញ្ចឹងណាបើយើងដាក់អាយុតិចជាងហ្នឹងក៏បានដែរក៏ប៉ុន្តែវាអាចនឹងមានងាប់ទៅវិញឬក៏មេវាអត់ធំទេមេវាតូចអញ្ចឹងណាអញ្ចឹងយើងជ្រើសរើសមេកាន់តែធំអាយុកាលវារស់នៅក៏បានយូរដែរហើយក៏វាពងមកញាស់ចេញជាដួងមកក៏វាធំល្អអញ្ចឹងណានេះគឺជាសម្បកដូងដែលយើងបានត្រាំហ្នឹងត្រាំមួយយប់ហើយយើងចាក់ទឹកសោះចាក់ទឹកចេញឲ្យសោះសម្បកដូងហ្នឹងទៅហើយយើងយកមកតម្រៀបវានៅក្នុងកធុនមួយចឹងទៅហើយនៅក្នុងកធុននេះយើងក៏អត់អាចដាក់ច្រើនបានដែរយើងដាក់ត្រឹមតែ100ក្បាលចុះទេណាមួយកធុនគឺដាក់100ក្បាលចុះកាលណាយើងដាក់ច្រើនពេកសម្បកដូងយើងតិចវាមូទៅវាខ្លះវាមូអស់ទៅខ្លះអត់បានមូវាអត់មានអីមូវាងាប់ទៅវិញអញ្ចឹងយើងដាក់កធុនប៉ុណ្ណឹងកធុននេះគឺខ្ញុំទិញហាង2005ទេមួយ2005ហើយប្រើកធុនធំយ៉ាងហ្នឹងក៏បានដែរតែកធុននេះគឺ100ក្បាលចុះនេះគឺកធុននៅហាង2005បងប្អូនធ្លាប់ចូលបងប្អូនដឹងហ៎អញ្ចឹងយើងដាក់របៀបនេះគឺយើងដាក់វាឲ្យវាមូចូលវាចូលទៅវាស៊ីសម្បកដូងហ្នឹងវាស៊ីសម្បកដូងហ្នឹងបន្ទាប់មកវាមូវាយកអាសកៃហ្នឹងវាមូរុំខ្លួនវាជាដុំអញ្ចឹង
ហើយយើងឧស្សាហ៍មើលវាបើសិនបើយើងដាក់វាក្របទុកហើយយើងការពារកុំឲ្យស្រមោចឡើងព្រោះស្រមោចវាចូលចិត្តឡើងស៊ីដួងដែលវាមូស្បុកហើយហ្នឹងវាអាចខំស្បុកដួងហ្នឹងចូលស៊ីអញ្ចឹងមកដល់ពេលនេះវាមានអាយុ15ថ្ងៃហើយបន្ទាប់ពីយើងដាក់បង្កាត់ពូជមកអញ្ចឹងពេលនេះវាមានអាយុ15ថ្ងៃយើងឆែកមើលវាម្ដងព្រោះដួងកាលណាយើងដាក់ហើយរយៈពេល1ខែបន្ទាប់ពីយើងមកដាក់បង្កាត់ហើយរយៈពេល1ខែវាកើតជាដួងហើយវាកើតជាមេដួងមេកញ្ចែហ្នឹងមេប្រម៉ោយវែងហ្នឹងចំណាំតាស៊ីដើមដូងស៊ីអីហ្នឹងតែអាហ្នឹងផ្សេងគ្នាមិនមែនកញ្ចែមានមាត់ខំណាកញ្ចែហ្នឹងគឺមានប្រម៉ោយដូចមូសអញ្ចឹងណាហ្នឹងគេហៅកញ្ចែដែលកញ្ចែស៊ីដើមថ្នោតអីចឹងណាអាហ្នឹងបង្កើតដួងថ្នោតហ្នឹងគឺកញ្ចែហ្នឹងហើយបន្ទាប់ពីកន្លះខែវាមូបានដុំអញ្ចឹងណាវាមូលប៉ិនមេដៃដុំអញ្ចឹងហើយយើងឧស្សាហ៍ឆែកមើលវាអញ្ចឹងទៅអត់អីទេក៏ប៉ុន្តែកុំទម្លាក់វាខ្លាំងពេកនៅពេលដែលវាមូហើយវាមានសកម្មភាពរបស់វានៅក្នុងហ្នឹងកលិចកលុកខ្លួនវាអីអត់អីទេបងបើសិនបើយើងលើកវាខ្ពស់ហើយធ្លាក់ទៅរៀងខ្លាំងវាបោកខ្លួនវាងាប់ព្រោះខ្លួនវានៅខ្ចីខ្លួនវាដែលនៅក្នុងសបុកវាហ្នឹងវាខ្ចីវាចង់កកើតជាមេអងអញ្ចឹងទៅគេហៅមេអងហ្នឹងនៅក្នុងហ្នឹងវាម្សៅទេវាអត់តន់រឹងខ្លួនវានៅម្សៅកាលណាយើងទម្លាក់វាខ្លាំងពេកក៏វាអាចធ្វើឲ្យវាបោកងាប់ក្នុងហ្នឹងដែរអញ្ចឹងថ្ងៃនេះមានច្រើនកធុនដែរដែលទៅបង្ហាញបងប្អូនវីដេអូនេះបង្ហាញរហូតដល់វាចេញជាមេហើយកធុនមួយនេះគឺវាមូតាំងពីពេលដែលខ្ញុំដាក់ឲ្យវាស៊ីសម្បកដូងម៉េះលក្ខណៈថាវាអត់ទាន់ដល់អាយុកាលដែលវាត្រូវមូទេប៉ុន្តែវាលួចមូដោយសារយើងដាក់សម្បកដូងទៅវាស៊ីសម្បកដូងអស់វាលួចមូខ្លះក្នុងមួយកធុនហ្នឹងមាន400-500ដួងអញ្ចឹងទៅវាអាចមាន50-60ដួងវាលួចមូអញ្ចឹងវាខ្លាចអត់អីវាគិតថាវាអត់អីស៊ីហើយវាមូហើយអានេះឃើញវាមូហើយពេលដែលដល់អាយុកាលវាត្រូវចេញវាដឹងរឹងដៃរឹងជើងវាគឺវាចេះចោះចេញមកដល់ខ្លួនឯងអញ្ចឹងឃើញសបកខ្លះវាដួងចេញបាត់ហើយមេដួងមេកញ្ចែចេញបាត់ហើយគឺប្រហោងហុយអញ្ចឹងណាអញ្ចឹងគឺមេវាចេញបាត់ហើយយើងយកវាទុកមកដុំទៅដើម្បីទុកធ្វើជាជីធ្វើជាកប៉ុសដែលយើងយកទៅផ្សំកូនឈើអញ្ចឹងល្អដែរអញ្ចឹងយើងទៅឆែកមើលមួយកធុនទៀតមួយកធុននេះគឺដាក់មូធម្មតាអញ្ចឹងនេះចេញជាមេហើយចេញជាមេអស់មួយចំនួនដែរគ្រាន់តែពេលខ្លះអាយុអត់ទាន់ដល់ក៏យើងអាចដាក់ឲ្យមូបានដែរដួងប៉ុន្តែវាអាចនឹងមានងាប់ច្រើនលក្ខណៈយើងបញ្ញាប់អីចឹងណាយើងចង់បានមេច្រើនអីចឹងទៅយើងអាចធ្វើបាននេះគឺវាកើតអញ្ចឹងឯងវាសត្វហ្នឹងវាកើតតាមធម្មជាតិវារបៀបហ្នឹងយើងសិក្សាពីវាហើយយើងក៏ធ្វើឲ្យវាមូទៅតាមធម្មជាតិរបស់វាចឹងដែរឥឡូវយើងឆែកមើលម្ដងទៀតមកតង់ទៀតមកកធុនទៀតថាវាមូបានស្អាតអត់បានល្អអត់ហើយសំណើមយើងត្រូវរក្សាសំណើមវាបានល្អដែរយើងមិនអាចដាក់នៅកណ្ដាលថ្ងៃទេណាយើងមានជារោងជាអីចឹងទៅប្រក់ស្លឹកបន្តិចតួចកុំឲ្យត្រូវភ្លៀងកុំឲ្យត្រូវថ្ងៃពេកត្រូវតិចតួចបានមិនត្រូវរាល់ថ្ងៃពេកក្តៅរាល់ថ្ងៃពេកវាអាចនឹងសំណើមនៅសបកដូងហ្នឹងវាស្ងួតពេកនាំឲ្យវាងាប់បានដែរអញ្ចឹងណាហើយបើត្រូវភ្លៀងវាសើមពេកក៏វាអាចធ្វើឲ្យវាងាប់បានដែរអញ្ចឹងវាកធុនខ្លះវាអាយុវា30ថ្ងៃហើយអញ្ចឹងវាអាចញាស់ចេញខ្លះហើយបន្ទាប់ពី30ថ្ងៃយើងត្រៀមសម្បកដូងថ្មីសម្បកដូងខ្ចីលាយជាមួយទឹកជីឬក៏កន្ទក់អីហ្នឹងយើងអាចដាក់វាឲ្យវាពងម្ដងទៀតបានហើយអរគុណសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់ណាបងប្អូនមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយទៅឬក៏សញ្ញាជាវម្នាក់មួយទៅបាទសូមអរគុណ